អ្នកជំនាញឈាមមើលខាយអ្នកដែលមានជំងឺពាក់ព័ន្ធនឹងឈាមនៅពេលអ្នកគិតអំពីឈាមមានជំងឺជាច្រើនដែលអាចប៉ះពាល់ដល់ឈាមដូច្នេះអ្នកមានជំងឺដូចជាភាពខ្សោយឈាមការបាត់បង់កោសិកាឈាមក្រហមការបាត់បង់កោសិកាឈាមនិងភាពមិនប្រក្រតីផ្សេងទៀតនៃការគិតឈាមទាំងនេះតែជារឿងធម្មតាជាអ្នកជំនាញឈាមខ្ញុំមានតួនាទីក្នុងការធ្វើរោគវិនិច្ឆ័យនៅស្ថានភាពទាំងនេះដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកជំងឺមានភាពមិនប្រក្រតីនៃឈាមហើយបន្ទាប់ពីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវដើម្បីផ្ដល់ការព្យាបាលដែលមានប្រសិទ្ធភាពបំផុតដើម្បីជួយពួកគេក្នុងការស្ដារឡើងវិញក្រៅពីនេះអ្នកជំនាញឈាមក៏មានតួនាទីក្នុងការថែទាំអ្នកជំងឺដែលមានជំងឺឈាមហូរនិងជំងឺឈាមក៏ផងដែរដូចដែលអ្នកបានដឹងឈាមត្រូវតែចាប់កកបើអ្នកមានរបួសហើយមានស្ថានភាពជាច្រើនដែលអាចប៉ះពាល់ដល់យន្តការចាប់កកនៃឈាមអ្នកប្រហែលជាធ្លាប់បានឮអំពីជំងឺឈាមកកនិងជំងឺឈាមហូរដូច្នេះជាអ្នកជំនាញឈាមខ្ញុំផ្ដល់ការថែទាំដល់អ្នកជំងឺទាំងនេះផងដែរមួយក្នុងចំណោមវិស័យសំខាន់នៃវិទ្យាសាស្ត្រឈាមគឺការថែទាំដែលយើងផ្ដល់ដល់អ្នកជំងឺដែលមានមហារីកឈាមនៅពេលដែលអ្នកនិយាយពីពាក្យដូចជាលុយកេមីមីយ៉េឡូម៉ាលីមហ្វូម៉ាមានការភ័យខ្លាចនិងភ្ញាក់ផ្អើលទូទាំងសាធារណជនប៉ុន្តែអ្វីដែលយើងធ្វើជាអ្នកជំនាញឈាមគឺព្យាករណ៍ស្ថានភាពទាំងនេះឲ្យបានមានប្រសិទ្ធភាពនិងប្រើប្រាស់វិធីសាស្ត្រព្យាបាលទំនើបបំផុតដើម្បីឲ្យអ្នកជំងឺទាំងនេះអាចឆ្លងកាត់ការព្យាបាលរបស់ពួកគេនិងមានជីវិតដែលពេញចិត្តបន្ទាប់ពីពួកគេបញ្ចប់ការព្យាបាលជាពិសេសសម្រាប់ជំងឺមហារីកឈាមខ្ញុំនិងមន្ទីរពេទ្យ Apollo Main ប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតយើងប្រើប្រាស់គីមីបំបត្តិមហារីកស្តង់ដារយើងប្រើប្រាស់ Immunotherapy យើងប្រើប្រាស់ការផ្ទេរជាលិកាខួរក្បាលនិងកនៅពេលដែលអ្នកជំងឺត្រូវការការព្យាបាលកម្រិតខ្ពស់ជាងនេះដូចជា Corticosteroids នោះក៏ត្រូវបានផ្ដល់ជូនផងដែរ